នាងខ្ញុំតាសូនីតាអនុញ្ញាតគ្រប់ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមអស់លោកស្រីអ្នកនាងកញ្ញាដែលនិយមតាមដាននៅការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ចាសស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសំខាន់ប្រចាំថ្ងៃសម្រាប់ល្ងាចថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2016ចាប់ប្រិមត្តអស់លោកស្រីអ្នកនាងកញ្ញាមុននឹងជ្រាបទៅដល់ព័ត៌មានពិស្ដាសូមទស្សនានៅមាតិកាព័ត៌មានសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកនិងទស្សនកិច្ចការងារនៅទីក្រុងសឺណែវប្រទេសស្វីសនិងទីក្រុងប្រុចសែលប្រទេសបែលហ្សិកចាប់ពីថ្ងៃទី15ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2026ហើយឧត្តមបណ្ឌិតជាមច័ន្ទសុផាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានណែនាំប្រជាពលរដ្ឋគ្រប់អាយុនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពរុះរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់គ្នាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមចាប់ប្រិមត្តអស់លោកស្រីអ្នកនាងកញ្ញាសម្រាប់ព័ត៌មានជាតិជាដំបូងនាល្ងាចនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកនិងទស្សនកិច្ចការងារនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសនិងទីក្រុងប្រុយសែលនៃប្រទេសបែលហ្សិកចាប់ពីថ្ងៃទី15ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2026សូមទស្សនានៅការរាយការណ៍ព័ត៌មានលម្អិតពីលោកសំជំនាញដូចតទៅនៅយប់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព Board of Peace នៅរដ្ឋធានី Washington សហរដ្ឋអាមេរិកនិងទស្សនកិច្ចការងារនៅទីក្រុង Geneva ប្រទេសស្វីសនិងទីក្រុង Brussels ប្រទេស Belgium ចាប់ពីថ្ងៃទី15ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2026ជំរាបជូនថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព Board of Peace នឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកហើយកិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាពស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្នុងគោលដៅជំរុញសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់កាហ្សាជាមួយគ្នានេះផងដែរមេដឹកនាំដែលត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកក្នុងឡុងពេលស្នាក់នៅរដ្ឋធានី Washington សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងជួបទ្វេភាគីជាមួយអិសរាជជនសហរដ្ឋអាមេរិកនិងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួនដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុបរួមទាំងទីក្រុង Geneva និងទីក្រុង Brussels ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ដើម្បីបង្កើនភាពជាដៃគូនិងកិច្ចសហការបន្ថែមទៀតចាប់ប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានជាតិជាបន្តលោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាកុមារគឺជាធនធានដ៏មានសារៈសំខាន់និងជាសសរទ្រូងនៃប្រទេសជាតិនាថ្ងៃអនាគតហើយការចែករំលែកក្តីស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅដល់កុមារជាផ្នែកមួយនៃការចូលរួមពង្រឹងនៃសមត្ថភាពរបស់កុមារសូមទស្សនានៃការរាយការណ៍ព័ត៌មានពីលោកសំជំនាញដូចតទៅលោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការនិងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃមានប្រសាសន៍ថាកុមារគឺជាធនធានដ៏មានសារៈសំខាន់និងជាសសរទ្រូងនៃប្រទេសជាតិនាថ្ងៃអនាគតហើយការចែករំលែកសេចក្តីស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅដល់កុមារគឺជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពរបស់កុមារក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2026លោកជំទាវជូប៊ុនអេងបានថ្លែងថាការចែករំលែកសេចក្តីស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅដល់កុមារគឺជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពដោយកុមារទទួលបានការគាំពារការបណ្ដុះបណ្ដាលសិក្សារៀនសូត្រទាំងកុមារានិងកុមារីដោយគ្មានការរើសអើងនិងទទួលបាននូវសិទ្ធិពេញលេញរបស់កុមារទាំង4យ៉ាងរួមមានសិទ្ធិរស់រានមានជីវិតសិទ្ធិក្នុងការអភិវឌ្ឍសិទ្ធិក្នុងការការពារ
និងសិទ្ធិក្នុងការចូលរួមដើម្បីក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាពដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិលោកជំទាវរដ្ឋលេខាធិការបន្ថែមទៀតថាក្នុងនោះលោកគ្រូអ្នកគ្រូដើរតួនាទីយ៉ាងសំខាន់និងយ៉ាងសស្រាក់សស្រាំដើម្បីជំរុញការកសាងធនធានមនុស្សក្នុងប្រទេសតាំងពីកុមាររហូតដល់គ្រប់វ័យជាមួយនឹងសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៌លោកអ្នកគ្រូគឺជាផ្នែកដែលបានផ្ដល់ចំណេះដឹងនិងដើរតួនាទីជាអ្នកមើលថែរក្សាសិស្សានុសិស្សដោយមិនមានការរើសអើងឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវជួបបណ្ដេញរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានបន្តទៀតថាការឈ្លានពានរបស់យោធាថៃដោយខុសច្បាប់លើទឹកដីកម្ពុជាបានបង្កការប៉ះពាល់ដល់ការសិក្សានិងសតិស្មារតីដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូយ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់ព្រំដែនកម្ពុជាថៃដែលជាទង្វើខុសច្បាប់អន្តរជាតិមិនអាចលើកលែងបានសូមជម្រាបជូនថាដើម្បីចូលរួមផ្ដល់ក្តីស្រឡាញ់ភាពកក់ក្ដៅនិងចែករំលែកបទពិសោធន៍ចំណេះដឹងផ្សារភ្ជាប់នឹងសង្គមគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃបានសហការជាមួយក្រុមហ៊ុន YHS Cambodia Food and Beverage ដោយមានការចូលរួមពីប្រតិភូគណៈកម្មការសាខានារីក្រសួងមហាផ្ទៃអាជ្ញាធរមូលដ្ឋានបានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូអ្នកគ្រូសរុបចំនួន36នាក់និងសិស្សានុសិស្សសរុបចំនួន834នាក់នៅសាលាបឋមសិក្សាប្រជាកាពីក្នុងស្រុកសំពៅលួននិងស្រុកភ្នំព្រឹកខេត្តបាត់ដំបងសរុបប្រមាណជា998នាក់ចាប់ប្រិយមិត្តអស់លោកលោកស្រីអ្នកនាងកញ្ញាសម្រាប់ព័ត៌មានជាតិជាបន្តឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានណែនាំប្រជាពលរដ្ឋគ្រប់អាយុនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពរុះរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់គ្នាសូមទស្សនានៅការរាយការណ៍ព័ត៌មានពីលោកហ៊ីណារ៉េតដូចតទៅឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់អាយុនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពរុះរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់គ្នាដើម្បីធានានូវសិទ្ធិនិងប្រយោជន៍ស្របច្បាប់ក្នុងការទទួលសេវាផ្សេងៗការណែនាំរបស់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌនៃឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្នុងពិធីបុណ្យបញ្ចុះខន្ធសីមានិងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មីក្នុងវត្តអង្គតាប្រាក់ស្ថិតនៅភូមិក្បាលទឹកក្រោមឃុំចំសង្កែស្រុកភ្នំស្រួចនាថ្ងៃទី16ខែកុម្ភៈឆ្នាំ2026ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្តបានពំនាំនៅការសួរសុខទុក្ខពីសំណាក់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងបានថ្លែងនៅការកោតសរសើរចំពោះសាមគ្គីភាពរបស់ពុទ្ធបរិស័ទដែលបានកសាងសមិទ្ធផលដ៏វិសេសវិសាលនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានគូបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺបច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាពលសេដ្ឋកិច្ចដ៏សំខាន់និងជាគោលដៅទាក់ទាញបំផុតសម្រាប់វិនិយោគទាំងក្នុងនិងក្រៅប្រទេសដោយសារកត្តាសុខសន្តិភាពនិងនយោបាយនិងការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរបានធ្វើឲ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តមកបណ្ដាក់ទុនបង្កើតរោងចក្រសហគ្រាសនិងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តយ៉ាងច្រើនកកកក្រៅពីការលើកឡើងពីវិស័យសាសនានិងសេដ្ឋកិច្ចឯកឧត្តមអភិបាលខេត្តក៏បានឆ្លៀតឱកាសអំពាវនាវនិងណែនាំដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានអំពីការគ្រប់គ្រងកាកសំណល់និងសម្រាមមិនមែនជាតួនាទីរបស់អាជ្ញាធរតែម្នាក់នោះទេប៉ុន្តែទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវតាមប្រភេទនិងតាមទីកន្លែងដែលបានកំណត់ចាប់ប្រិយមិត្តអស់លោកលោកស្រីអ្នកនាងកញ្ញាខណៈនេះខ្ញុំសូមសម្រាប់នៅវគ្គទី1សិនយើងនឹងវិលជួបអស់លោកលោកស្រីអ្នកនាងកញ្ញានៅវគ្គទី2ដែលជាវគ្គបន្តនៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនចំណេះដឹងនិងផ្ដល់ជូននូវព័ត៌មានពិតដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់មនុស្សទូទៅឥឡូវនេះដើម្បីជំរុញការផ្សាយព័ត៌មានជូនដល់លោកអ្នកស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV បានពង្រីកវិសាលភាពនៃការផ្សាយចេញនៅលើប្រព័ន្ធផ្សព្វផ្សាយ Digital ដ៏ពេញនិយមរួមមានតាមប្រព័ន្ធផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ18ប្រព័ន្ធខ្សែកាប PPC TV ប៉ុស្តិ៍លេខ78ប្រព័ន្ធខ្សែកាប PPC TV ប៉ុស្តិ៍លេខ78
Anchor Cable TV ប៉ុស្តិ៍លេខ85ខេត្តសៀមរាបប្រព័ន្ធទូរស័ព្ទដៃ Mobile App កម្មវិធីទូរស័ព្ទដៃ MOI TV Cambodia កម្មវិធីទូរស័ព្ទដៃក្រសួងព័ត៌មានកម្មវិធីទូរស័ព្ទដៃ One TV Plus និងកម្មវិធីទូរស័ព្ទដៃ VVoice ជាងនេះទៅទៀតលោកអ្នកអាចទស្សនាបានតាមប្រព័ន្ធ YouTube Facebook Page TikTok Telegram ដែលមានឈ្មោះថាទូរទស្សន៍មហាផ្ទៃ MOI TV ផងដែរប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កើននូវចំណេះដឹងនិងផ្ដល់ជូននូវព័ត៌មានពិតដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់មនុស្សទូទៅឥឡូវនេះដើម្បីជំរុញការផ្សាយព័ត៌មានជូនដល់លោកអ្នកស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV បានពង្រីកវិសាលភាពនៃការផ្សាយចេញនៅលើប្រព័ន្ធផ្សព្វផ្សាយ Digital ដ៏ពេញនិយមរួមមានប្រព័ន្ធផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ18 PPCTV ប៉ុស្តិ៍លេខ78 CCTV ប៉ុស្តិ៍លេខ38Anchor Cable TV ប៉ុស្តិ៍លេខ85ខេត្តសៀមរាបប្រព័ន្ធទូរស័ព្ទដៃ Mobile App កម្មវិធីទូរស័ព្ទដៃ MOI TV Cambodia កម្មវិធីទូរស័ព្ទដៃក្រសួងព័ត៌មានកម្មវិធីទូរស័ព្ទដៃ One TV Plus កម្មវិធីទូរស័ព្ទដៃ VVoice លើសពីនេះលោកស្រីអ្នកនាងកញ្ញាក៏អាចតាមដានទស្សនាតាមរយៈ YouTube Telegram Facebook Page ក៏ដូចជា TikTok ដែលមានឈ្មោះថាទូរទស្សន៍មហាផ្ទៃ MOI TV ផងដែរចាប្រិយមិត្តអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់វគ្គទី2នៃកម្មវិធីព័ត៌មានសំខាន់ប្រចាំថ្ងៃចាសម្រាប់ព័ត៌មានជាតិជាបន្តឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានចុះពិនិត្យកំពង់ចម្លងសាឡាងនៅចំណុចកន្ទុយគោភូមិហាងខូសួនសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងសូមទស្សនានៅការរាយការណ៍ព័ត៌មានពីលោកហ៊ីណារ៉េតដូចតទៅនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានចុះពិនិត្យកំពង់ចម្លងសាឡាងនៅចំណុចកន្ទុយគោភូមិហាងខូសួនសង្កាត់សាមគ្គីក្រុងស្ទឹងសែនខេត្តស្ទឹងត្រែងឯកឧត្តមសសុពុត្រាបានចង្អុលបង្ហាញដល់ក្រុមការងារក្នុងនោះមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងរដ្ឋបាលក្រុងសហការគ្នាដើម្បីស្ដារជួសជុលឡើងវិញនៅកំពង់ចម្លងមួយនេះដែលពីមុនជាចំណុចចម្លងសាឡាងយ៉ាងសំខាន់ឆ្លងកាត់ទន្លេសេកុងនិងបន្តធ្វើដំណើរតាមផ្លូវជាតិលេខ7ចាស់ឆ្ពោះទៅព្រំដែនឡាវការជួសជុលឡើងវិញតាមការបញ្ជាក់ពីឯកឧត្តមសសុពុត្រាគឺនៅឆ្នាំ2027ខណៈពេលនេះបានដឹកនាំក្រុមការងារចុះពិនិត្យនិងសិក្សាទំហំនៃការខូចខាតនិងប្រើប្រាស់ថវិកាចំណាយលើការជួសជុលនេះខណៈកំពុងចម្លងសាឡាងនេះមានសភាពចាស់បែកបាក់សឹករិចរិលការរៀបចំកែកុនទី1ចង់រក្សាសមិទ្ធផលចាស់ហើយនឹងកែលម្អសោភ័ណភាពស្របទៅនឹងគោលការណ៍រក្សាចាស់អភិវឌ្ឍថ្មីទី2កែសោភ័ណភាពទីនេះឲ្យទៅជាកន្លែងដែលមានលក្ខណៈស្រស់ស្អាតឡើងវិញដើម្បីជាការទាក់ទាញទេសចរនិងជាកន្លែងទស្សនាកម្សាន្តនិងទី3បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលពួកគាត់បើកទូកមកដោះដូរទំនិញនៅទីនេះគ
គួរបញ្ជាក់ថាមុនពេលមានសមិទ្ធផលស្ពានមេគង្គឆ្លងកាត់ទន្លេមេគង្គនិងស្ពានសេកុងឆ្លងកាត់ទន្លេសេកុងកំពុងចម្លងសាឡាងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញឬកសិផលពីត្រើយម្ខាងមកក្រុងស្ទឹងសែននិងការចម្លងទៅមុខរបស់ប្រជាពលរដ្ឋនិងទេសចរតាមសាឡាងឆ្ពោះទៅប្រទេសឡាវគួររំលឹកថានៅដើមឆ្នាំ2025ឯកឧត្តមសសុពុត្រាបានចង្អុលបង្ហាញដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឲ្យសហការជាមួយរដ្ឋបាលក្រុងស្ទឹងសែនជួសជុលកំពុងចម្លងសាឡាងនៅចំណុចសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងនិងបានរួចរាល់ហើយបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះចាប់ប្រិមត្តអស់លោកស្រីសម្រាប់ព័ត៌មានជាតិជាបន្តលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានលើកទឹកចិត្តដល់ប្រជាកសិករធ្វើការដាំដុះបន្លែឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញហើយធានាបាននូវតម្លៃសមរម្យនិងគុណភាពសូមទស្សនានៅការរាយការណ៍ព័ត៌មានពីកញ្ញាលុយលីដាដូចតទៅលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2026បានអញ្ជើញដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ការបង្កើនផលដំណាំបន្លែក្នុងខេត្តបៃលិនព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញដែលធានាបាននូវតម្លៃសមរម្យនិងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពលោកជំទាវបានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើការបណ្ដុះបណ្ដាលដល់សហគមន៍ឬបណ្ដុំកសិករដោយផ្ដល់អ្នកជំនាញទៅបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់តែម្ដងគឺធ្វើយ៉ាងណាឲ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិចនិងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណនិងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញលោកជំទាវបានមានប្រសាសន៍បន្តថានៅខេត្តបៃលិនក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា AMS ក៏បានរៀបចំជាបណ្ដុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឲ្យបងប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹមនិងដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលានិងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យជៀសវាងការផលិតដែលគ្មានគុណភាពនិងមិនមានទីផ្សារហើយជាក់ស្ដែងបច្ចុប្បន្ននេះខេត្តបៃលិនមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើនិងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជាប្រទេសចិនប្រទេសវៀតណាមសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនៅក្នុងឱកាសនោះផងដែរដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបៃលិនក៏បានជួយទិញបន្លែរបស់បងប្អូនកសិករព្រមទាំងជំរុញឲ្យពួកគាត់បង្កើនការដាំដុះបន្លែសរីរាង្គឲ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារសូមទំនាក់ទំនងមកកាន់ក្រុមការងារលោកជំទាវនិងជួយរកទីផ្សារជូនបងប្អូនចាប់ប្រិមត្តអលោកស្រីអ្នកនាងកញ្ញាសម្រាប់ព័ត៌មានជាតិជាបន្តឯកឧត្តមប៉ែនកសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំមហាជនជិត 15,000 នាក់ក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រំដើម្បីអភិរក្សមរតកដូនតានិងបង្ហាញស្មារតីសាមគ្គីភាពដ៏អស្ចារ្យសូមទស្សនានៅការរាយការណ៍ព័ត៌មានពីលោកហ៊ីណារ៉េតដូចតទៅនេះគឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំខណៈដែលតំបន់ត្រពាំងក្រមស្ថិតនៅក្នុងឃុំចំក្រវៀនស្រុកមេមត់បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណប្រចាំឆ្នាំ2026ដែលមានអ្នកចូលរួមលើសពីការរំពឹងទុករហូតដល់ជិត 14,000 នាក់កាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2026ព្រឹត្តិការណ៍ដ៏មហោឡារិកនេះបានប្រព្រឹត្តនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវហេងសំអានប៉ែនកុសលព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការនិងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃដដែលនេះចំនួនអ្នកចូលរួមសរុបមានរហូតដល់137,800 នាក់ស្រី 75,000 នាក់ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន718 នាក់
ទូរលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ 30.39% បើធៀបនឹងឆ្នាំ 2025 ដែលមានអ្នកចូលរួមប្រមាណ 1,5677 នាក់ នេះគឺជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរនិងការអភិរក្សវប្បធម៌ក្នុងតំបន់មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តមប៉ែនកុសលបានលើកឡើងថាការរៀបចំព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយមួយប៉ុណ្ណោះទេប៉ុន្តែវាគឺជាសកម្មភាពតបស្នងនិងថែរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកមកឲ្យយើងគ្រប់ជំនាន់ឯកឧត្តមបានបន្ថែមថាការប្រើប្រាស់ឧបករណ៍នេសាទបុរាណមានដូចជាអង្រុតឈ្នាងត្រកគឺជាការបង្ហាញអំពីអត្តសញ្ញាណជាតិនិងជាការដាស់តឿនឲ្យកូនខ្មែរជំនាន់ក្រោយរួមគ្នាអភិរក្សទម្លាប់នេសាទបែបធម្មជាតិកុំឲ្យបាត់បង់ទៅតាមឥទ្ធិពលនៃសម័យកាលទំនើបនៅតាមផ្ទៃទឹកត្រពាំងក្រមដែលមានទំហំ1ហិកតាក្នុងផ្ទៃដីសរុប30ហិកតាសម្លេងហូរកញ្ជ្រៀវនិងស្នាមញញឹមលេចឡើងគ្រប់ទិសទីបងប្អូនប្រជាពលរដ្ឋគ្រប់វ័យបានចុះលុយទឹកដោយដៃកាន់ឧបករណ៍នេសាទបុរាណយ៉ាងស្ទាត់ជំនាញក្រោយបញ្ចប់ការចាប់ត្រីក៏មានការរៀបចំពិសាអាហារសាមគ្គីជុំគ្នានិងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងកក់ក្ដៅដែលបង្ហាញពីស្មារតីខ្មែរតែមួយយ៉ាងពិតប្រាកដរដ្ឋបាលខេត្តត្បូងឃ្មុំបានយកចិត្តទុកដាក់ខ្ពស់លើការការពារធនធានមច្ឆជាតិដោយបានហាមឃាត់ការនេសាទនៅតំបន់នេះមុនពេលពិធីបុណ្យមកដល់ដើម្បីធានាថាប្រជាពលរដ្ឋដែលមកចូលរួមនឹងទទួលបានផលត្រីត្រឡប់ទៅផ្ទះវិញនិងបង្កើតបានក្លាយជាបរិយាកាសដ៏អធិកអធមជារៀងរាល់ឆ្នាំជារួមព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រមឆ្នាំ 2026 នេះមិនត្រឹមតែទទួលបានជោគជ័យក្នុងទិដ្ឋភាពទូរលេខប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងមហាជនក្នុងការស្រឡាញ់និងថែរក្សាអភិរក្សវប្បធម៌ខ្មែរឲ្យនៅគង់វង្សតរៀងទៅចាប់ប្រិយមិត្តអស់លោកស្រីអ្នកនាងកញ្ញាខណៈនេះនាងខ្ញុំសូមសម្រាប់នៅវគ្គទី2សិនយើងនឹងជួបអស់លោកស្រីអ្នកនាងកញ្ញានៅវគ្គទី3ដែលជាវគ្គបញ្ចប់នៃកម្មវិធីស្វាគមន៍មកកាន់ការធ្វើវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីខេត្តជាមួយស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV ប្រកាសណាស់ទស្សនិកជនទាំងអស់គ្នាច្បាស់ជាចង់ដឹងហើយថាតើខេត្តក្រុងរបស់ទស្សនិកជនដែលកំពុងរស់នៅឬស្រុកកំណើតរបស់ខ្លួនមានភាពរីកចម្រើននិងការអភិវឌ្ឍយ៉ាងណាហើយម្យ៉ាងវិញទៀតថាតើថ្នាក់ដឹកនាំរបស់ខេត្តនីមួយៗបានបំពេញការងារភារកិច្ចនិងបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្រិតណាខ្ញុំបាទសំជំនាញនឹងយកចម្ងល់របស់ទស្សនិកជនទាំងអស់គ្នាជម្រាបសួរទៅកាន់ថ្នាក់ដឹកនាំខេត្តនីមួយៗដើម្បីធ្វើការបកស្រាយនិងបង្ហាញជូនលើវេទិកាស្ដីពីវឌ្ឍនភាពរដ្ឋបាលរាជធានីខេត្តវិធីនេះត្រូវបានបង្កើតឡើងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីអនុញ្ញាតឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជាមកបង្ហាញពីស្នាដៃសមិទ្ធផលការងារដែលខ្លួនសម្រេចបាននាពេលកន្លងមកនិងដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃក្រោយពីយើងប្រសូតបាននៅសមិទ្ធផលទាំងអស់នេះបាទដូចជាការរីកឡើងនៅសេសមុទ្ររូបសេសមុទ្របច្ចុប្បន្នភាពនេះយើងទៅភូមិទៅឃុំយើងឃើញមានផ្លូវបេតុងទៅដល់មូលដ្ឋានហើយបាទនៅខេត្តបាត់ដំបងគឺចិត្តតែមានការកសាងជាបន្តបន្ទាប់គឺថាមិនមានការអខានដោយការណាមួយទេការងារអភិវឌ្ឍនៅក្នុងខេត្តកំពង់ចាមគឺយើងទទួលបានសមិទ្ធផលច្រើនហើយចំណីលើកញ្ចក់ទូរទស្សន៍មហាផ្ទៃ MOI TV Page Facebook ផ្លូវការទូរទស្សន៍មហាផ្ទៃនិង Page Facebook ផ្លូវការក្រសួងមហាផ្ទៃព្រឹត្តិការណ៍ថ្មីៗរបស់ស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV នឹងបង្ហាញជូនលោកអ្នកនាងនៅព្រឹត្តិការណ៍សំខាន់ៗក៏ដូចជាព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែលទើបនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជាលឿនច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងប្រកបដោយវិជ្ជាជីវៈគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការសម្រិតសម្រាំងព្រឹត្តិការណ៍ថ្មីៗជូនទៅកាន់ប្រិយមិត្តទស្សនិកជនសូមកុំភ្លេចតាមដានទេសនាជាមួយខ្ញុំបាទខំវណ្ណា
នាងខ្ញុំតាសូនីតានៅក្នុងនីតិព្រឹត្តិការណ៍ថ្មីៗដែលមានផ្សាយជូនរៀងរាល់ថ្ងៃលើកញ្ចក់ទូរទស្សន៍មហាផ្ទៃ MOI TV ចាសសូមស្វាគមន៍មកកាន់វគ្គទី3នៃកម្មវិធីព័ត៌មានសំខាន់ប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ចាសសម្រាប់ព័ត៌មានជាតិបន្តទៅទៀតនេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមសូមទស្សនានៃការរាយការណ៍ព័ត៌មានពីលោកសំជំនាញដូចតទៅគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2026នេះបានចេញសេចក្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមកោតសរសើរដល់អ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមានស្មារតីយោគយល់អធ្យាស្រ័យក្នុងការធ្វើចរាចរណ៍ញ៉ាំងឲ្យគ្រោះថ្នាក់និងភាពរងគ្រោះបានថយចុះនាឆ្នាំ2025កន្លងទៅប៉ុន្តែគ្រោះថ្នាក់និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដែលបានបង្កឲ្យស្លាប់និងរបួសជាប្រចាំថ្ងៃលើសគ្រោះថ្នាក់សង្គមនានាពិសេសបានកើនឡើងខ្ពស់ក្នុងឱកាសដែលមានចរាចរណ៍មមាញឹកនាពិធីបុណ្យនានាដែលបណ្ដាលមកពីកង្វះស្មារតីគោរពច្បាប់និងកង្វះការប្រុងប្រយ័ត្ននិងការយោគយល់អធ្យាស្រ័យរបស់អ្នកប្រើប្រាស់ផ្លូវមួយចំនួនដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចខាងក្រោម 1. កុំបើកបរលើសល្បឿនកំណត់ត្រូវបន្ថយល្បឿននៅទីកន្លែងប្រជុំជនផ្សារសាលារៀនវត្តអារាមឡាក់ 2. សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀន 3. ត្រូវគោរពសិទ្ធិអាទិភាពគោរពភ្លើងសញ្ញាផ្លាកសញ្ញានិងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក 4. ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ 5. ត្រូវបើកបរតាមទិសចរាចរណ៍នៅផ្លូវឯកទិសដោយមិនត្រូវបើកបញ្ច្រាស់ទិសចរាចរណ៍ 6. ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្តជាពិសេសសម្បកកង់ហ្វ្រាំងភ្លើងបំភ្លឺនិងចង្កូតមុននឹងចេញដំណើរ 7. ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទូចក្រយានយន្តនិងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមសម្ដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនិងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវដើម្បីនាំមកនូវសុវត្ថិភាពនិងសេចក្តីសុខក្សេមក្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះចាប់ប្រិមិត្តអស់លោកស្រីអ្នកនាងកញ្ញាសម្រាប់ព័ត៌មានជាតិចុងក្រោយនាល្ងាចនេះលោកឧត្តមសេនីយ៍តូដាញ់អេកមុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់បន្តខិតខំបំពេញភារកិច្ចស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនសូមទស្សនានៅការរាយការណ៍ព័ត៌មានពីលោកហ៊ីណារ៉េតដូចតទៅលោកឧត្តមសេនីយ៍តូដាញ់អេកមុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់បន្តខិតខំបំពេញភារកិច្ចស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនហើយត្រូវគោរពឲ្យបាននូវវិន័យរបស់កងកម្លាំងនគរបាលជាតិការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍តូដាញ់អេកមុនច័ន្ទនេះឱកាសអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2026មានប្រសាសន៍បន្ទាប់ពីកិច្ចគោរពទង់ជាតិរួចលោកឧត្តមសេនីយ៍តូស្នងការបានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែបន្តខិតខំបំពេញភារកិច្ចស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដែលមានស្រាប់ហើយត្រូវគោរពឲ្យបាននូវវិន័យរបស់កងកម្លាំងនគរបាលជាតិការស្លៀកពាក់ឯកសណ្ឋានការគោរពនៅពេលម៉ោងបំពេញការងារសំខាន់ការចូលរួមគោរពទង់ជាតិដើមសប្តាហ៍ចាប្រិមិត្តអស់លោកលោកស្រីអ្នកនាងកញ្ញាខណៈនេះផងដែរកម្មវិធីព័ត៌មានសំខាន់ប្រចាំថ្ងៃបានមកដល់ទីបញ្ចប់ជាបន្តសូមទស្សនានៅការព្យាករណ៍ធាតុអាកាសនិងរបាយការណ៍សង្ខេបប្រចាំថ្ងៃស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ខណៈនេះផងដែរនាងខ្ញុំតាក់សូនីតារួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា
នាងខ្ញុំតាសូនីតាសូមគោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់ការព្យាករណ៍ធាតុអាកាសរបស់ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV សម្រាប់ថ្ងៃទី17ខែកុម្ភៈឆ្នាំ2026ដែលមានជាបន្តបន្ទាប់ដូចតទៅ